ខ្ញុំចង់រៀបរាប់អត្ថន័យនៃចម្លាក់នៅប្រាសាទបន្ទាយឆ្មានេះសាជាថ្មីនេះគឺជាហោជាងនៅផ្លូវចូលខាងកើតនៃរងទងទី3នៃប្រាសាទបន្ទាយឆ្មាដែលឆ្លាក់តាំងពីសតវត្សទី12ចម្លាក់នេះឃើញមានព្រានដែលទាញធ្នូឃើញមានសត្វក្រៀលដែលជាគូសង្សារល្អក់ល្អឿននឹងគ្នាមានរូបព្រះព្រំដែលកំពុងគួងរាប់អាក្របអជ្ជៈក្នុងន័យតន្ត្រៈសមាធិនេះរូបចាស់គឺជារូបឥសីឈ្មោះវ៉ាមីគិដែលជាអ្នកទៅសេរឿងរាមកេរ្តិ៍អានេះជាឥសីដូរតន្ត្រីឈ្មោះរតមនីអញ្ចឹងអ្នកដែលលេងភ្លេងតន្ត្រីដាក់មុនវិជាការធ្វើពិធីសែនព្រេនដោយយកភ្លេងទៅប្រគំហ្នឹងកើតចេញពីឥសីនេះវិទ្យាតន្ត្រីឯអ្នកអសរសិល្ប៍អសរសាស្ត្រតាក់តែងហេតុផលអន្លួងលោចណែងណងតាក់តងគ្នាហ្នឹងគឺជំនាញផ្នែកឥសីវ៉ាល់មីគីហើយអ្នកបកកើតលោកទាំងអស់ហ្នឹងគឺព្រះព្រំដំណើររឿងនេះគេឆ្លាក់រឿងហ្នឹងមូលហេតុដោយសារគេចង់បង្ហាញអំពីមូលហេតុដែលកើតរឿងរាមកេរ្តិ៍ហេតុអីមិនសុកកើតរឿងរាមកេរ្តិ៍គឺចាប់ផ្ដើមពីការឃើញគេសម្លាប់សត្វក្រៀលនេះផ្ដើមចេញពីការដើរជួបដោយចៃដន្យឃើញព្រានព្រៃនេះបានបាញ់សត្វក្រៀលដំណើររឿងបាញ់សត្វតែមួយទេក្រៀលប៉ុន្តែសត្វក្រៀលជាប្រភេទសត្វដែលមានភក្តីភាពកាលណាគូស្នេហាគេស្លាប់អ្នកដែលនៅរស់ហ្នឹងកើតទុក្ខរីងរៃរហូតដល់ស្លាប់តាមខ្លួនដោយសត្វអកដែរចឹងគេហៅអកប្រត់គូយំរហូតយំលុះត្រាតែខ្សែចឹងក្រៀលក៏ដូចគ្នាដែរព្រាននឹងសម្លាប់ក្រៀលឈ្មោលដែលជាគូសង្សារធ្វើឲ្យក្រៀលញីកាត់ទុក្ខរីងរៃក៏ស្លាប់ទៅចឹងក្រោយពីការអង្កេតឃើញទុក្ខសោករបស់សត្វក្រៀលតែកើតចេញពីការជាប់ចម្ពាក់និងភក្តីស្នេហ៍ទើបប្រហែលជាឥសីវ៉ាល់មីគីនេះចេះតែសួរតើក្នុងโลกនេះមានមនុស្សដែលមានគុណធម៌ទេមនុស្សទាំងអស់សិតតែប្រៃផ្សាយបែបនេះឬគេកំពុងតែលោកល្អឿនស្នេហាគ្នាទាញព្រួញប្រហាដាច់សង្ខារនៃស្នេហាគេនោះជារឿងអមនុស្សធម៌ណាស់ដោយសារចង្អល់ស្វែងរកគុណធម៌ស្វែងរកយុត្តិធម៌ទើបឥសីវ៉ាល់មីគីនេះបានមកជួបព្រះព្រំថាចង់បានមនុស្សមានគុណធម៌គឺមានមិនមែនអត់មានទេគឺឈ្មោះថាព្រះរាមហើយឆ្លងទៀតថាព្រះរាមហេតុអីបានព្រះរាមមានគុណធម៌ហើយគេចង់ដឹងថាព្រះរាមមានគុណធម៌យ៉ាងម៉េចព្រះព្រំក៏រាយរាប់ពីព្រះរាមពីដើមរហូតដល់ចប់ហើយឥសីវ៉ាល់មីគីនេះអង្គុយកត់នេះជាមូលហេតុដែលកើតរឿងរាមកេរ្តិ៍អញ្ចឹងគុណប្រយោជន៍ឬគុណធម៌របស់ព្រះរាមគឺជាការលះបង់ក្នុងរឿងរាមកេរ្តិ៍គេនិយាយថាព្រះរាមជាកូនច្បងព្រះរាមមានព្រះអនុជដែលជាប្អូនដែរប៉ុន្តែព្រះបិតារបស់ព្រះរាមដែលជាស្ដេចគ្រប់គ្រងនគរនេះមានមហេសីច្រើនហើយមហេសីចុងក្រោយនេះត្រូវព្រះមហាក្សត្រនឹងស្រឡាញ់ជាងគេហើយក៏ជាប់សន្យាថាកូនរបស់មហេសីសំណប់ចិត្តនឹងឲ្យឡើងសោយរាជដោយមិនបាច់គោរពពីឋានានុក្រមលេខរៀងពីកូនទី1កូនទី2ទេព្រះរាមក្នុងនាមជារាមច្បងដែលមានសិទ្ធិសោយរាជយោងទៅតាមច្បាប់ក្នុងរាជវាំងយល់ថានេះជាការសន្យារបស់ព្រះបិតាក៏មិនបានតវ៉ាអីទេហើយសម្រេចចិត្តនិរទេសខ្លួនចាក់ចោលទីក្រុងរាជវាំងទៅនៅក្នុងព្រៃសន្យា16ឆ្នាំប្អូនដែលដឹងរឿងនេះទៅអង្វរព្រះរាមព្រះបងនឹងឲ្យមកសោយរាជវិញពីព្រោះបងត្រូវទៅសោយរាជប៉ុន្តែព្រះរាមក្នុងនាមជាអ្នកគោរពកិច្ចសន្យាជាអ្នកដែលកតញ្ញូចំពោះព្រះបិតានិងជាអ្នកមិនចង់ឲ្យមានទំនាស់ព្រោះតែរាជបល្ល័ង្កក៏សុខចិត្តបោះបង់ចោល
លៀបសការៈបនស័កហើយទៅប្រព្រៀនប្រៃទៅនិរទេសខ្លួន16ឆ្នាំព្រោះតែគោរពកិច្ចសន្យាដើម្បីឲ្យប្អូនឡើងសោយរាជតាមគោលបំណងរបស់ព្រះបិតាដែលបានសន្យាជាមួយមហេសីនេះហើយជាគុណធម៌សុខគុណធម៌មានការហ៊ានលះបង់ដើម្បីផ្ដល់សេចក្តីសុខសេចក្តីសប្បាយដល់អ្នកដទៃជៀសវាងសង្គ្រាមគឺជាគុណធម៌មួយដែលពិតជាមាននៅក្នុងโลกនេះគឺតួអង្គបរិមនេះជាតួអង្គតំណាងឲ្យគុណធម៌អញ្ចឹងការនិទានអំពីគុណធម៌ដែលមាននៅក្នុងព្រះរាមគឺជាដំណើរដើមតងដើម្បីឲ្យអេសីវ៉ាមីគីនេះសរសេរក្រោយពីកើតរឿងស្វែងរកយុទ្ធធម៌ដល់គ្រាលទាំងពីរនេះអញ្ចឹងបើមិនបានឃើញព្រានព្រៃសម្រាប់សត្វគ្រាលដែលធ្វើឲ្យសង្វេគបើគ្មានចិត្តស្វែងរកអ្នកណាមួយមានគុណធម៌ឬក៏ដូចតែព្រានទាំងអស់ទេម្លេះមិនបានជួបប្រព្រំម្លេះប្រព្រំមិនបានតាក់តែងរឿងដើម្បីទៅរកឃើញព្រះរាមជាមនុស្សមានគុណធម៌នោះទេដំណើររឿងមានប៉ុណ្ណឹង